ពីទឹកទេបាទល្អជាងឡុងចិនល្អជាងកាកាទៀតបាទកាកានេះគឺតែ4ទឹក5ទឹក4ទឹក5ទឹកចាំជីណាតជុំត្រៀមមិនលើពីមកពីទឹកទេទឹកពីទឹកឡើយប្រឹងព្រៀបប្រកួតដោយសារគ្នាឈឺបាទគូទី3គឺជាគូប្រកួតប្រជុំសន្សំរឿងថៃនឹងតែម្ដងដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុនគូបូតាទឹកទី1បាទសេចក្ដីប្រណិធានវាគឺជារឿងមួយនៃការបញ្ជាក់ច្បាស់ណាស់នៅក្នុងការឲ្យពិន្ទុប្រកបទៅដោយវិជ្ជាជីវៈសុក្រិតយុត្តិធម៌បំផុតរបស់មន្ត្រីសហព័ន្ធទូរទស្សនិកជនយើងមិនភ្លេចទេគូបូតាសូមជម្រាបដល់ប្រជាកសិករថាថ្ងៃទី12ដល់ថ្ងៃទី18ខែមីនាគូបូតាសូមអញ្ជើញប្រជាកសិករទូទាំងប្រទេសដែលកំពុងតែប្រើប្រាស់គ្រឿងយន្តកសិកម្មគូបូតាគ្រប់ប្រភេទកុំភ្លេចកម្មវិធីថ្ងៃផ្ដល់សេវាពិសេសពីគូបូតា Service Day លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនណាស់កុំភ្លេចចូលរួមទាំងអស់គ្នានៅគ្រប់ទីតាំង271ទីតាំងទូទាំងប្រទេសលោកអ្នកនឹងទទួលបានការពិនិត្យគ្រឿងយន្តកសិកម្មគូបូតារបស់លោកអ្នកដោយឥតគិតថ្លៃអត់គិតថ្លៃសេវាកម្មជាងទទួលបានការចុះថ្លៃ 15% គ្រឿងបន្លាស់និងប្រេងម៉ាស៊ីនទៅតាមការកំណត់របស់ក្រុមហ៊ុនគូបូតាហើយព័ត៌មានលម្អិតសូមសាកសួរនៅគ្រប់អ្នកងារចែកចាយគូបូតាទូទាំងប្រទេសដែលនៅជិតគេហដ្ឋានរបស់លោកអ្នកឬក៏ទូរស័ព្ទទៅកាន់ក្រុមហ៊ុនគូបូតាតាមរយៈលេខ 1800 20 គុត 17 47 ចូលទៅក្នុង Facebook របស់គូបូតាកម្ពុជាក្លឹបពីថាឲ្យវាយពុំមានហើយប្រាប់ពុំមានហើយបាទបរិញ្ញាកដាលអាមីនដឹកនាំការប្រកួតនេះគឺមានសិទ្ធិគ្រប់គ្រាន់ដែរបាទកាកា9ពិន្ទុក្នុងដៃប្រជុំទី1គេបដូរគូប្រកួតបាទមិនដែរស្គាល់ចាញ់ទេកាកាប្រជុំទី2គេបដូរគូប្រកួតស្លាប់ទឹកទី2ប្រជុំទី3គេបដូរគូប្រកួតស្លាប់ទឹកទី5ឲ្យសុំបកាយដើម្បីឡើងតិចបាទខ្ញុំអានថាទឹកទី4ប្រទឹកទី5ទេគេប្រកួតជាមួយនឹងធនុពេទ្យបាទធនុពេទ្យឡាវបាទប្រទឹកទី5ដួលពាក្យរបស់កាកាតែម្ដងបាទអីយ៉ាស់កដាប់ដៃវិញអាសោយអាស្ដាប់ដល់ត្រង់អាជើងទាត់ក៏ស្ដាប់ទាត់ដែរយើងទស្សនាការប្រកួតកណ្ដាប់ដៃរបស់ដាផងលឿងកោលឿងครับមួយដោយគ្នាស្ទាបស្ទង់សមាសភាពគ្នាធាក់ជើងឆ្វេងរបស់រឿនថៃទាត់ជើងស្ដាំរបស់សុកធីហើយកាកាប្រកបភ្លេចណាបងប្អូនអ្នកខេត្តព្រៃវែងជាទីគោរពចង់ទិញម៉ាស៊ីនម៉ាស៊ូតគូបូតាគ្រឿងយន្តកសិកម្មគូបូតាគ្រប់ម៉ូដែលកុំភ្លេចតែកាន់ភ្នាក់ងារចែកចាយគូបូតាហួនខៀងបាទគូបូតាហួនខៀងនៅខាងកើតស្ពានអ្នកលឿងទៅឃើញឆ្វេងដៃរបស់បងប្អូនអើយបាទហើយគូបូតាហួនខៀងនៅខេត្តស្វាយខេត្តព្រៃវែងមួយទៀតគឺនៅស្រុកស្វាយអន្តោខេត្តព្រៃវែងអ្នកណាមិនស្គាល់គូបូតាហួនខៀងប្រចាំនៅទឹកដីខេត្តព្រៃវែងជើញតារោទៅទិញគូបូតាសិទ្ធិមួយបងប្អូននៅគូបូតាហួនខៀងទឹកដីខេត្តព្រៃវែងប្រចេញពីព្រៃវែងទៅកំពង់ចាមបាទកំពង់ចាមមានគូបូតាហួតស្រឹងបាទកំពង់ចាមទៅដល់ខេត្តបន្តទៀតទៅក៏មានដែរធាក់ឆ្វេងរបស់រឿនថៃសោយឆ្វេងរបស់សុកធីបាទសុកធីមួយចាប់ទឹកទី1ទឹកទី1កម្ពុជាជាមួយនឹងថៃទឹកទី2 round 2បាទទឹកទី2 round 2បាទអ្នក9ពិន្ទុជួបជាមួយនឹងអ្នក5ពិន្ទុហើយកាកាបាទមិនទាន់ស្គាល់រសជាតិចាញ់ទេហើយ3ប្រកួតរបស់កាកាបាទសុកធីហើយកាកានេះគឺឈ្នះសន្លប់ទាំង3ប្រកួតតែម្ដងដែលគាត់ថាមិនមែនសន្លប់ទឹកទី1ទី2ក៏ទឹកទី3ទឹកទី4ទឹកទី5បាទហើយសម្រាប់រឿនថៃនេះ3ប្រកួតចាញ់សន្លប់2ឈ្នះតែថាឈ្នះអូតូម៉ាទិកមួយគឺដៃគូអត់មកប្រកួតបាទគឺឈ្នះច័ន្ទស៊ីណាតែម្ដងដោយសារច័ន្ទស៊ីណាក៏គាត់មានជំងឺដល់ឥឡូវនេះសប្តាហ៍ក្រោយច័ន្ទស៊ីណានឹងវិលត្រឡប់មកវិញហើយឥឡូវកាច់បដូរពីសុកធីអាញាកដាកាត់ដីលោកធុនសភានាំមកជូនដល់គូបូតាធ្វើឲ្យការងារកសិកម្មប្រសើរឡើងបាទកិច្ចមិនផុតមែនសម្រាប់រឿនថៃនេះសុកធីមិនទាន់បច្ចេកក្បាច់អស់ផងមកចង់ខូចជើងបាត់ហើយ7ទាត់ឡើងនេះសុកធីដាក់ពីក្រោយបាទកន្លែងណាក៏សាច់ដែរប្រកួតបន្តបាទចិត្តកាបេះគូតហ្នឹងដូចខ្ញុំនិយាយអញ្ចឹងសុកធីនេះអត់មានលេងសើចបានទេអូយទៅមិនរួចទេបាទចាប់បាត់ហើយខូចបាត់ហើយត្រឹមតែទឹកទី2សុកធីនោះគ្នាទៅសុំទោសរឿនថៃបាទធ្វើម៉េចការប្រកួតខ្សែក្រវ៉ាត់ត្រូវតែយកឈ្នះ
បាទឈ្នះកាន់តែលឿនកាន់តែល្អឥឡូវនៅសុកធីគេបានយកបាទផ្ដួលហើយផ្ដួលគឺរឿនថៃបាទត្រូវអាញាកដាប្រឈប់តែម្ដងបាទខូចជើងបាទជើងពីក្រោយកផ្លូវក្រោយហ្នឹងបាទហើយមិញដាក់ប្រជើងកន្លែងកផ្លូវកន្លែងដែរនឹងទៀតបាទរឿងអីមិនទៅបាទមើលរូបភាពយឺតកន្លែងនេះទាត់ឆ្វេងមួយរបស់រឿនថៃសងពីក្រោយនេះកផ្លូវខាងស្ដាំបាទម៉ាំងបាទរាប់ម្ដងទៀតលេរាប់តែម្ដងអាញាកដាមើលឃើញថាមិនស្រួលគេថាបញ្ឈប់តែម្ដងកុំឲ្យគេហៅថារបួសកាន់តែធ្ងន់ជាងនឹងទៀតបាទគ្រាទៅទៀតហើយបាទប្រហែលប្រកួតរបស់រឿនថៃនេះគឺគ្រាចេញរហូតដែរបាទជ័យជំនះលើកីឡាករបង្គោលខៀវដោយកីឡាករបង្គោលខៀវបោះបង់ការប្រកួតនៅក្នុងទឹកទី2បាទ